អូនទាំងអស់គ្នាសូមស្វាគមន៍មកកាន់ភាសាអង់គ្លេសទំព័រទី95តោះឥឡូវយើងចូលទៅកាន់ចំណុចទី3 number 3 read the cartoon again and answer the questions read the cartoon again and answer the question and កាត់ត្រឡប់ម្ដងទៀតរួចឆ្លើយនឹងសំណួរ and កាត់ត្រឡប់ម្ដងទៀតរួចឆ្លើយនឹងសំណួរ number 1 does Linda thinks she can get Dara to wear a sock on his head តើ Linda គិតថានាងអាចយក Dara មកពាក់ស្រោមជើងនៅលើក្បាលរបស់គាត់បានដែរឬទេ Yes she does ចាអញ្ចឹងសំណួរទី1គេបានឆ្លើយឲ្យយើងរួចរាល់ហើយយើងឆ្លើយសំណួរចាប់ពីលេខ2រហូតដល់លេខ7តើឥឡូវយើងបន្តទៅមុខទៀត Number 2 Does Paul think Linda can make Dara wear a sock on his head តើសុផលគិតថា Linda អាចធ្វើឲ្យ Dara ពាក់ស្រោមជើងនៅលើក្បាលរបស់គាត់បានដែរឬទេតើសុផលគិតថា Linda អាចធ្វើឲ្យ Dara ពាក់ស្រោមជើងនៅលើក្បាលរបស់គាត់បានដែរឬទេចាអញ្ចឹងយើងឆ្លើយតែម្ដងទៅបងប្អូនកន្លែងនេះយើងឆ្លើយថា No he doesn't No he doesn't ទេគាត់មិនគិតបានថាគាត់មិនគិតថា Linda អាចធ្វើបានណាយើងឆ្លើយថា No he doesn't សំណួរទី2សំណួរទី3 Where does Linda say everyone is wearing a sock on their head តើកន្លែងណាដែលទីណាកន្លែងណាណា Where does Linda តើកន្លែងណាដែល Linda និយាយថាអ្នកទាំងអស់គ្នាហ្នឹងកំពុងតែពាក់ស្រោមជើងនៅលើក្បាលរបស់ពួកគេចានិយាយពីកន្លែងណាអញ្ចឹងចម្លើយសំណួរទី3គឺ in England ចាំបងប្អូនឆ្លើយមកគឺ in England Number 4 Does Dara tell Linda he is cool តើ Dara ប្រាប់ទៅកាន់ Linda ថាគាត់លយដែរឬទេអញ្ចឹងសំណួរទី4យើងឆ្លើយមក Yes he does បាទគាត់សួរចាគាត់ប្រាប់ចាគាត់ប្រាប់ទៅ Linda ថាគាត់នឹងលយ Number 5 What does Mrs. Mom think Linda is playing on Dara តើអ្វីដែលអ្នកស្រីមុំគិតថា Linda គឺកំពុងតែលេងទៅលើ Dara ចា Number 5 គឺ a trick Mrs. Mom think Linda is playing a trick on Dara trick បងប្អូនចេះសេរួច trick លេខល្បិច T O I C K trick Number 6 លេខ6 Does Mrs. Mom think Dara is cool តើអ្នកស្រីមុំគិតថា Dara លយដែរឬទេចាអញ្ចឹងសំណួរទី6គឺអ្នកស្រីមុំគិតថា Dara លយ Yes she does Yes she does Number 7 What is everyone wearing in the class when Paul and Linda walk in តើអ្វីដែលអ្នកទាំងអស់គ្នាកំពុងតែពាក់នៅក្នុងថ្នាក់នៅពេលដែល Paul ហើយនិង Linda ដើរចូលទៅចាអញ្ចឹងនៅពេលដែល Paul ហើយនិង Linda ដើរចូលទៅក្នុងថ្នាក់រៀនហ្នឹងគឺអ្នកទាំងអស់គ្នាកំពុងតែពាក់ស្រោមជើងនៅលើក្បាលរបស់ពួកគេចាអញ្ចឹងយើងឆ្លើយមក Everyone is wearing a sock on their head ចាសំណួរទី7បងប្អូនឆ្លើយថា Everyone is wearing a sock on their head ចាអញ្ចឹងចម្លើយទី3យើងចាប់ប៉ុណ្ណឹងឥឡូវយើងចូលទៅចំណុចទី4 This is a tongue twister This is a tongue twister នេះគឺជាឃ្
clear ឬក៏ប្រយោគដែលពិបាកនិយាយ This is a tongue twister នេះគឺជា clear ឬក៏ប្រយោគដែលពិបាកនិយាយបានន័យថាជាការកន្លោះអណ្ដាតជាការដែលយើងកន្លោះអណ្ដាត A tongue twister is hard to say ការកន្លោះអណ្ដាតហ្នឹងគឺពិបាកនៅក្នុងការនិយាយ Can you say it all the way through Can you say it all the way through តើអ្នកអាចនិយាយវាទាំងតាមអាចនិយាយតាមហ្នឹងគ្រប់មធ្យោបាយទាំងអស់ដែរឬទេបានន័យថាគ្រប់ទាំងអស់ហើយនិយាយតាមបានដែរឬទេចាពីព្រោះ tongue twister ហ្នឹងគឺជាពាក្យដែលពិបាកនិយាយ Can you say it faster តើអ្នកអាចនិយាយវាលឿនជាងមុនបានអត់ចាបានដែរឬទេ Who is the fastest in the class នរណាគេដែលបានន័យថានិយាយតែលឿនជាងគេបំផុតនៅក្នុងថ្នាក់ចាឥឡូវយើងបន្តទៀត What's cool at your school តើអ្វីដែលលយជាងលយនៅឯថ្នាក់របស់អ្នកនៅសាលារបស់អ្នក at your school យើងមើលកន្លែងនេះ What are you wearing to school that's cool អ្វីដែលអ្នកកំពុងតែពាក់ទៅសាលារៀនតើនោះលយដែរឬទេ What are you wearing to school that's cool ចាអ្វីដែលអ្នកកំពុងតែពាក់ទៅសាលារៀននោះវាលយដែរឬទេ Put sock on my head ស្រោមជើងនៅលើក្បាលរបស់ខ្ញុំ Put sock on your head to school it's cool ស្រោមជើងនៅលើក្បាលរបស់អ្នកហ្នឹងទៅសាលារៀនហ្នឹងគឺលយ Put sock on your head that's rule ស្រោមជើងនៅលើក្បាលរបស់អ្នកហ្នឹង that's rule នោះគឺជាច្បាប់ Put sock ច្បាប់ឬក៏វិន័យ rule Put sock on your head that's cool to school ស្រោមជើងនៅលើក្បាលរបស់អ្នកហ្នឹងគឺវាលយណាស់នៅក្នុងការទៅសាលារៀនដើម្បីទៅសាលារៀន Put sock on your head that's rule ស្រោមជើងនៅលើក្បាលរបស់អ្នកហ្នឹងគឺជាច្បាប់ឬក៏វិន័យអញ្ចឹងនៅសំណួរទី4នេះគេចង់ឲ្យយើងអនុវត្ត clear ទាំង2 4 6 7ចា clear ទាំង7នេះធ្វើម៉េចឲ្យយើងអនុវត្តសិនមុនបងគឺអ្នកគ្រូឬក៏លោកគ្រូអញ្ចឹងគាត់ទុកពេលជាងពី3នាទីអញ្ចឹងទៅចាដើម្បីឲ្យអានប្រយោគទាំងអស់នេះហ្នឹងឲ្យបានលឿនចាលឿនណាអនុវត្តឲ្យបានលឿនហើយបន្តមកទៀតនឹងជ្រើសរើសយកមកបណ្ណាំងគ្នាដើម្បីនិយាយថាណាគេលឿនជាងគេហើយជ្រើសរើសនរណាដែលនិយាយជាងលឿនជាងគេបំផុតនៅក្នុងថ្នាក់អញ្ចឹងបងប្អូនសាករៀនអានមើល What are you wearing to school that's cool ចា What are you wearing to school that's cool The sock on my head The sock on your head to school is cool ចាអញ្ចឹងដូចជាការកន្លោះដាតហ្នឹងដូចខ្មែរយើងប្រើពាក្យកពឹសបង្កងអញ្ចឹងណាគេនិយាយបានលឿនបានញាប់ជាងគេអញ្ចឹងទៅហើយអត់ខុសទៀតគឺជាអ្នកដែលទទួលបានជ័យជំនះចាអ្នកដែលនិយាយបានលឿនជាងគេបំផុតហើយត្រឹមត្រូវអញ្ចឹងអង់គ្លេសដូចគ្នានេះបងប្អូន The sock on my head The sock on your head to school is cool ចាអញ្ចឹងពាក្យទាំងអស់ហ្នឹងរៀងស្តៀងគ្នាពាក់ព័ន្ធនឹងការកន្លោះដាតធ្វើម៉េចឲ្យបងប្អូនអាចកន្លោះដាតបានលឿនចាA sock on your head that's rule A sock on your head that's cool to school A sock on your head that's rule ចាមើលទៅវាអត់ពិបាកជាងភាសាខ្មែរយើងទេភាសាខ្មែរយើងបានពិបាកកន្លោះចាអញ្ចឹងចំណុចទី4ខ្ញុំសូមបញ្ចប់ប៉ុណ្ណឹងយើងចូលទៅចំណុចទី5 number 5បន្តទៀត Imagine the coolest clothes that people wear after school
សម័យមើលសាកសម័យនៅសម្លៀកបំពាក់ដែលលយជាងគេបំផុតដែលមនុស្សស្លៀកពាក់បន្ទាប់ពីទៅសាលារៀនចាស់នៅក្រៅពីសាលាក្រៅពីទៅសាលារៀនសម័យគិតសម័យសម្លៀកបំពាក់ដែលលយជាងគេបំផុតដែលមនុស្សនឹងស្លៀកពាក់បន្ទាប់ពីទៅសាលា Talk to your friend ជជែកទៅកាន់មិត្តភក្តិរបស់អ្នកចាអញ្ចឹងពាក់ព័ន្ធនឹងចំណុចទី6ហ្នឹងបងប្អូនអាចធ្វើការគូររូបភាពមួយទៅចារូបភាពដែលលយចារូបភាពដែលបងប្អូនគិតថាលយយើងគូមិនគូទៅដែលសម្លៀកពាក់បន្ទាប់ពីយើងចេញពីសាលារៀនយើងស្លៀកពាក់មិនក៏បានដែរសំរុំហើយមើលទៅបងប្អូនគិតថាលយយើងគូដូចក្នុងរូបនេះមកខុសពីក្នុងរូបប៉ុន្តែបងប្អូនអាចយកលំនាំណានេះគឺជាគំរូអញ្ចឹងបងប្អូនគូផ្សេងពីនឹងមកបងប្អូនគិតថាលយមិនបងប្អូនគូមកហើយបន្តមកទៀតយើងមើលទៅ exercise number 7 write about the cool clothes ចាសរសេរអំពីសម្លៀកបំពាក់ដែលលយយើងមើលឧទាហរណ៍ខាងក្រោម he is wearing his hat on backward that is very cool he is wearing purple shoes គាត់កំពុងតែពាក់មួកទៅក្រោយនេះឃើញអត់ឃើញក្មេងប្រុសហ្នឹងពាក់មួកទៅក្រោយ that is cool នោះគឺលយខ្លាំងណាស់ he is wearing purple shoes ហើយពាក់ស្បែកជើងពណ៌ស្វាយទៀតចាពាក់ស្បែកជើងពណ៌ស្វាយអញ្ចឹងសំណួរទី6គឺបងប្អូនគូររូបភាពដែលបងប្អូនគិតថាសម្លៀកបំពាក់លយហើយបន្តមកទៀតបងប្អូនសរសេរអំពីសម្លៀកបំពាក់បរិយាយនៅក្នុងរូបភាពដែលបងប្អូនបានគូរនៅក្នុងចំណុចទី6នេះយើងមកបកស្រាយដូចគេអញ្ចឹងទៅចាមានច្រើនណាស់មិនមានតែពីរបន្ទាត់ទេអាចមានច្រើនជាងហ្នឹងចាអញ្ចឹងភាសាអង់គ្លេសទំព័រទី95គឺខ្ញុំសូមបញ្ចប់ត្រឹមតែប៉ុណ្ណឹងបើសិនជាមានកំហុសខុសឆ្គងក៏សូមធ្វើការខន្តីអភ័យទោសពីសំណាក់បងប្អូនទាំងអស់គ្នាពីសំណាក់បងប្អូនទាំងអស់គ្នាដែលបានចូលមក YouTube របស់នាងខ្ញុំផងដែរចាហើយបើសិនជាមានចម្ងល់មានសំណួរអីបងប្អូនអាច comment សួរនៅខាងក្រោមវីដេអូនេះបានចាហើយបងប្អូនដែលមិនទាន់បាន Subscribe សូមជួយ Subscribe ម្នាក់មួយផងដើម្បីទទួលបានវីដេអូថ្មីជួបនាងខ្ញុំនៅវីដេអូក្រោយទំព័រទី96